បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដែលនៅខាងប្រទេសថៃបាទបុគ្គលិកសន្តិសុខម្នាក់បានបាត់បង់ការងារក្រោយរងសម្ពាធដោយសារតែមុខមាត់របស់គាត់នឹងស្រដៀងទៅនឹងស្ដេចថៃនឹងខ្លាំងពេកបាទកាលពីថ្មីនេះមានរឿងរ៉ាវមួយដែលហួសចិត្តមែនតើបន្ទាប់ពីបរិសុទ្ធជនជាតិថៃម្នាក់គាត់ឈ្មោះថាបាំងក្លាដែលជាបុគ្គលិកសន្តិសុខហើយក៏ជាអ្នកបង្កើតមាតិកាវីដេអូ content creator នៅលើបណ្ដាញសង្គម TikTok ទៅដែរត្រូវបានបង្ខំចិត្តឈប់ពីការងារបន្ទាប់ពីរងសម្ពាធនឹងការធ្វើទុកបុកម្នេញផ្សេងៗដោយសារតែមានមុខរបស់ខ្លួននឹងស្តៀងខ្លាំងពេកទៅនឹងស្ដេចថៃដែលជារាមាទី10នឹងឯងបាទតាមប្រភពព័ត៌មានថៃ Bright TV កាលពីថ្ងៃទី26ខែមេសា2026គឺបានដឹងថាការបាត់បង់ឱកាសការងាររបស់លោកបាំងក្លាកើតឡើងបន្ទាប់ពីអតីតបុគ្គលិកសន្តិសុខរូបនេះបានលុបចោលមាតិការបស់ខ្លួននិងប្រឈមមុខនឹងការតាមដានពីប៉ូលីសនៅកន្លែងធ្វើការបន្ថែមទៀតផងដែរដោយសារតែសម្ពាធបែបនេះហើយទើបធ្វើឲ្យលោកបាំងក្លាបាត់បង់ឱកាសការងារជាសន្តិសុខទំព័រ Facebook Cineview Viewer 4K បានបង្ខំពីរឿងរ៉ាវរបស់លោកបាំងក្លារួមជាមួយនឹងសំណួរមួយថាតើគាត់បានធ្វើអ្វីខុសនៅក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះគណនី TikTok របស់លោកបាំងក្លាផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយមានការចូលមើលរាប់សិបលានដងក្នុងមួយវីដេអូនៅពេលដែលអ្នកចូលមើលបានបញ្ចេញមតិយោបល់ថាបរិសុទ្ធមួយនេះមានមុខមាត់ស្តៀងទៅនឹងស្ដេចរាមាទី10រហូតដល់ធ្វើឲ្យផ្ទុះខ្លាំងខ្លាទៅដល់ទៅជាប្រធានបទមួយដែលក្តៅផងដែរបើទោះយ៉ាងណាក៏ដោយមិនយូរប្រហែលសត្វតែវីដេអូទាំងអស់នោះត្រូវបានលុបចោលបង្កើតជាការងឿងឆ្ងល់របស់អ្នកតាមដានក្រោយមកទើបដឹងថាប៉ូលីសបានបញ្ជាឲ្យលោកបាំងក្លារូបវីដេអូទាំងអស់នោះចេញនិងបង្ខំឲ្យរូបលោកបដូរម៉ូដសក់មិនតែប៉ុណ្ណោះផងដែរត្រូវពាក់ម៉ាស់បិទមុខរាល់ពេល live វីដេអូនិងផ្អាកពីការងារសន្តិសុខជាលទ្ធផលក្រោយមកគ្រប់គ្នាបានឃើញលោកបាំងក្លាផ្ដាស់ប្ដូរម៉ូដសក់និងពាក់ម៉ាស់នៅក្នុងការ live របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានេះអ្នកលេងបណ្ដាញសង្គម Facebook ថៃជាច្រើនហួសចិត្តយ៉ាងខ្លាំងព្រោះមិននឹកស្មានដល់គ្រាន់តែមានមុខមាត់ស្តៀងទៅនឹងស្ដេចថៃសោះលោកបាំងក្លាត្រូវជាប់ទុកលំបាកបែបនេះទៅឡើយជាក់ស្ដែងកញ្ញាអាយរ៉ាឆុកណកស៊ីនុកសមាជិកសភាមកពីគណៈបកប្រជាជនថៃបានប្រាប់ប្រាស់បណ្ដាញសង្គមរបស់ខ្លួនដើម្បីក្រុមទ្រទៅដល់លោកបាំងក្លាដែលកំពុងតែប្រឈមមុខនឹងប្រតិកម្មខ្លាំងដោយសារតែបញ្ហាមុខមាត់របស់គាត់មកតាមប្រភពព័ត៌មានសារព័ត៌មានរបស់ថៃ Tiger បានរាយការណ៍ថានៅយប់ថ្ងៃទី26ខែមេសាកញ្ញា Ice Ratchanok Sinok បានបង្ហោះសារមួយនៅលើ Facebook ដើម្បីអំពាវនាវរកយុត្តិធម៌សម្រាប់អតីតសន្តិសុខរំនេះដោយស្នើសុំយុត្តិធម៌សម្រាប់លោកបាំងក្លាព្រោះការធ្វើទុកបុកម្នេញហួសហេតុលើបុគ្គលិកសន្តិសុខរំនឹងគឺដើម្បីផ្គប់ចិត្តថ្នាក់លើឬច្បាប់ដែលមានភាពចម្រូងចម្រាសមិនគួរធ្វើឲ្យជីវិតនរណាម្នាក់មានការលំបាកនោះទេនៅពេលដែលពួកគេមិនបានធ្វើអ្វីខុសនោះឡើយបាទបងប្អូនយល់ដល់ណាចំពោះបញ្ហាមួយនេះហើយខ្ញុំបាទក៏មានតែប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា